ណៈសម្បត្តិសំខាន់ៗក្នុងប្រវត្តិសាស្ត្រដែលសៀមប្លន់ពីកម្ពុជាក្រៅពីទឹកដីជាច្រើនខេត្តឬក៏ជាង30ខេត្តព្រមទាំងអក្សរសម្បត្តិវប្បធម៌បេតិកភណ្ឌរូបិយនិងអរូបិយពួកសៀមឈ្លានពានក៏បានប្លន់យករតនសម្បត្តិរបស់បុព្វបុរសខ្មែរជាច្រើនទៀតដែរដូច្នេះហើយទើបតាមរយៈវីដេអូនេះខ្ញុំបាទសូមលើកយកនៅរតនសម្បត្តិក្នុងប្រវត្តិសាស្ត្រសំខាន់ៗដែលពួកសៀមវាបានប្លន់ពីកម្ពុជាយើងដោយរតនវត្ថុខ្លះក៏កំពុងស្ថិតនៅក្នុងប្រទេសសៀមសពថ្ងៃឯខ្លះទៀតក៏ត្រូវប្លន់យកបន្តពីប្រទេសទី3ឬក៏ត្រូវបាត់បង់ដោយមិនដឹងទីតាំងថ្មីជាដើមព្រៃកត់ប្រវត្តិនិងដំណើរផ្លាស់ទីរបស់ព្រះពុទ្ធបដិមាព្រះកែវមរកតគឺវែងឆ្ងាយខ្លាំងណាស់ប៉ុន្តែខ្ញុំអាចសង្ខេបបានថាតាមរយៈឯកសាររបស់លោកអុកញ៉ាទេពីទូឈឹមក្រសេមព្រះពុទ្ធបដិមាព្រះកែវមរកតត្រូវបានស្ថាបនាឡើងដំបូងនៅនគរមគធៈនៃប្រទេសឥណ្ឌាបុរាណហើយត្រូវបានតម្កល់នៅប្រទេសនេះអស់រយៈពេល500ឆ្នាំក្រោយមកក៏ត្រូវបាននាំទៅដល់ប្រទេសស្រីលង្កានិងបានតម្កល់ទុកនៅប្រទេសនេះអស់រយៈពេល560ឆ្នាំទៀតមកដល់សតវត្សទី11នៃគ្រិស្តសករាជស្ដេចប្រទេសភូមាគឺព្រះចៅអនុរុទ្ធឬអនុរត្តាបានស្នើសុំស្ដេចប្រទេសស្រីលង្កាយាងព្រះកែវមរកតមកប្រតិស្ថាននៅប្រទេសភូមាក្នុងនោះក៏មានទាំងច្បាប់ចម្លងគម្ពីរព្រះត្រៃបិដកផងដែរត្បិតប្រទេសភូមាជ្រះថ្លានឹងព្រះពុទ្ធសាសនាថេរវាទខ្លាំងណាស់ប៉ុន្តែក្នុងពេលដឹកជញ្ជូនតាមសំភៅឆ្លងកាត់មហាសមុទ្រឥណ្ឌានោះក៏ជួបខ្យល់ព្យុះសមុទ្របក់បោកមកដល់ប្រទេសកម្ពុជានាសម័យអង្គរតាមឯកសារខ្លះថាមកដល់ដែនសមុទ្រនៃខេត្តបន្ទាយមាសឬខេត្តកំពតបច្ចុប្បន្នហើយត្រូវបានខ្លោញវិសយៈនៅទីនោះដឹកយកមកដល់រាជធានីយសោធរពុរៈដើម្បីថ្វាយព្រះករុណាព្រះបាទស្រីសូរ្យវរមទេវៈទី1ដែលជាព្រះមហាក្សត្រសោយរាជកាលនោះដំណឹងរបស់ព្រះកែវមរកតក៏បានឮដល់ប្រទេសភូមាហើយព្រះចៅអនុរុទ្ធក៏បានចាត់បញ្ជូនរាជទូតមកសុំព្រះកែវមរកតពីព្រះមហាក្សត្រខ្មែរយើងទៅវិញប៉ុន្តែខ្មែរយើងគ្រាន់តែប្រគល់គម្ពីរព្រះត្រៃបិដកនិងរតនសម្បត្តិផ្សេងទៀតប៉ុណ្ណោះឲ្យទៅរាជការភូមាដោយស្នើសុំរក្សាព្រះកែវមរកតតម្កល់ទុកនៅប្រទេសកម្ពុជាដើម្បីឲ្យបណ្ដាពុទ្ធបរិស័ទខ្មែរបានគោរពបូជាផងដូច្នេះហើយទើបព្រះកែវមរកតត្រូវបានតម្កល់នៅព្រះនគរស្រីយសោធរពុរៈនៃកម្ពុជាទេសៈយើងសូមជម្រាបថាព្រះចៅអនុរុទ្ធរបស់ភូមានិងព្រះបាទស្រីសូរ្យវរមទេវៈទី1របស់កម្ពុជាគឺសុទ្ធតែជាព្រះមហាវីរក្សត្រជាកំពូលអ្នកចម្បាំងនិងល្បីល្បាញដូចគ្នាក្នុងប្រវត្តិសាស្ត្រនៅកម្ពុជាទេសៈឬប្រទេសកម្ពុជាបន្ទាប់ពីបញ្ចប់រជ្ជកាលព្រះបាទស្រីសូរ្យវរមទេវៈទី1ឆ្នាំ1002ដល់1050ក៏ដល់រជ្ជកាលព្រះបាទស្រីឧទយទិត្យវរមទេវៈទី2ដែលជាព្រះរាជបុត្រច្បងរបស់ព្រះបាទស្រីសូរ្យវរមទេវៈទី1សោយរាជចាប់ពីឆ្នាំ1050ដល់1066នៃគ្រិស្តសករាជនិងព្រះបាទស្រីហរសវរមទេវៈទី3ដែលជាព្រះរាជបុត្របន្ទាប់របស់ព្រះបាទស្រីសូរ្យវរមទេវៈទី1សោយរាជចាប់ពីឆ្នាំ1166ដល់1080នៃគ្រិស្តសករាជប៉ុន្តែក្នុងរាជព្រះបាទស្រីហរសវរមទេវៈទី3នេះប្រវត្តិសាស្ត្រក៏មានព្រឹត្តិការណ៍ច្របូកច្របល់ចំនួន2ធំៗដែលជាឥទ្ធិពលនឹងការផ្លាស់ទីរបស់ព្រះកែវមរកតពីប្រទេសកម្ពុជាសមត្ថកម្មទី1បើតាមឯកសារប្រវត្តិសាស្ត្រខ្មែររបស់សាស្ត្រាចារ្យត្រញាបានឲ្យដឹងថាព្រះបាទស្រីហរសវរមទី3ធ្លាប់បញ្ជូនរាជសេនាបតីនិងកងទ័ពទៅច្បាំងទប់ទល់នឹងការឈ្លានពាននៅភាគខាងកើតនិងភាគខាងត្បូងពីសំណាក់កងទ័ពចាមតែមិនមានការវាយទម្លុះមកដល់ព្រះនគរស្រីយសោធរពុរៈនោះឡើយប៉ុន្តែសមត្ថកម្មទី1នេះគឺមិនពាក់ព័ន្ធនឹងការផ្លាស់ទីរបស់ព្រះកែវមរកតឡើយដូច្នេះយើងចោទសួរថាតើព្រះកែវមរកតត្រូវបាននាំពីប្រទេសកម្ពុជាបានដោយយ៉ាងម៉េចសមត្ថកម្មទី2បើតាមឯកសារសរសេរថ្មីនោះគេថាក្នុងរាជព្រះបាទស្រីហរសវរមទេវៈទី3ចាប់ពីឆ្នាំ1066ដល់1080នៃគ្រិស្តសករាជនោះកងទ័ពចម្ប៉ាបានមកលុកលុយនៅព្រំដែនខាងកើតហើយទម្លុះមកដល់ព្រះនគរស្រីយសោធរពុរៈដែលជាហេតុនាំឲ្យព្រះបាទស្រីហរសវរមទេវៈទី3ភៀសព្រះកាយទៅដល់ភាគខាងលិចនៃចក្រភពខ្មែរពលគឺចូលទៅដល់ប្រាមណលវោដែលជាអតីតរដ្ឋមនទ្វរវតីហើយនៅប្រាមណលវោនេះមានទីក្រុងចំណុះជាច្រើនដូចជាលវៈពុរៈអយុធ្យពុរៈកំពែងពេជ្រជាដើម
មានឯកសារជាច្រើនបានយល់ច្រឡំថាអយុធ្យបុរៈគឺជាក្រុងស្រីអយុធ្យារបស់សៀមតែតាមពិតទៅអយុធ្យបុរៈនេះមានតាំងពីយូរមកហើយដែលបច្ចុប្បន្នគឺនៅតំបន់បេតិកភណ្ឌពិភពលោកស្រីទេពស្ថិតនៅស្រុកស្រីទេពឬស៊ីថេពនៃខេត្តលវៈបុរីឬលុបបុរីប្រទេសថៃបច្ចុប្បន្នពលគឺមិនមែនជាក្រុងស្រីអយុធ្យាដែលត្រូវបានបង្កើតដោយស្ដេចសៀមអ៊ូថងនាឆ្នាំ1351នោះឡើយឯកសារនោះដែរបានបញ្ជាក់ទៀតថាក្នុងពេលភៀសព្រះកាយទៅគង់នៅក្រុងអយុធ្យបុរៈនោះព្រះបាទស្រីហរសវរមទេវៈទី3ក៏បាននាំទាំងព្រះកែវមរកតទៅជាមួយផងដែរចំណែកកាលក្រោយមកព្រះកែវមរកតក៏ត្រូវបាននាំពីក្រុងអយុធ្យបុរៈទៅដល់ក្រុងកំពែងពេជ្រហើយក៏ត្រូវបានយាងបន្តទៅក្រុងលវៈបុរៈតែក្រោយមកទៀតក៏ត្រូវបានយាងទៅក្រុងកំពែងពេជ្រវិញសូមជម្រាបថានាសម័យអង្គរនោះទាំងកំពែងពេជ្រលវៈបុរៈនិងអយុធ្យបុរៈគឺស្ថិតនៅក្នុងដែនចក្រភពខ្មែរនៅឡើយមិនទាន់មានពួកតៃឬសៀមបច្ចុប្បន្ននេះមករស់នៅច្រើននៅឡើយទេក្រៅពីត្រូវបានគេយាងនឹងតម្កល់នៅក្រុងអយុធ្យបុរៈក្រុងកំពែងពេជ្រនិងក្រុងលវៈបុរៈព្រះកែវមរកតក៏ត្រូវបាននាំទៅតម្កល់នៅក្រុងឈៀងសែនក្រុងឈៀងរ៉ាយនិងក្រុងឈៀងម៉ៃដែលរដ្ឋបុរីទាំងនេះក៏កើតឡើងនៅលើទឹកដីចក្រភពខ្មែរភាគខាងជើងនិងភាគពាយ័ព្យដោយសារតែអំណាចកណ្ដាលនៅព្រះនគរស្រីយសោធរបុរៈចុះខ្សោយនាចុងសម័យអង្គរនោះហើយក្រោយមកក៏ត្រូវបាននាំទៅដល់ក្រុងលួងព្រះបាងនិងក្រុងវៀងច័ន្ទនៃប្រទេសឡាវបច្ចុប្បន្នសូមជម្រាបថាប្រវត្តិសាស្ត្រតំបន់គឺមានការប្រែប្រួលរហូតមកដូច្នេះពួកក្សត្របុរីទាំងនោះតែងតែច្បាំងដណ្ដើមអំណាចគ្នាទៅវិញទៅមកដូច្នេះការផ្លាស់ទីរបស់ព្រះកែវមរកតក៏ផ្លាស់ទៅផ្លាស់មកតាមនោះដែរមកដល់ចុងសតវត្សទី18ប្រទេសសៀមចាប់ផ្ដើមមានអំណាចខ្លាំងក្លាឡើងវិញក្រោយពីត្រូវភូមាវាយយ៉ាងដំណំនាចុងសម័យអយុធ្យានៅឆ្នាំ1779ចៅពញាចក្រីឌួងបានទទួលរាជបញ្ជាឲ្យទៅច្បាំងយកបណ្ដានគរនៅប្រទេសឡាវដាក់ជាចំណុះប្រទេសសៀមដោយពួកសៀមក៏បានប្លន់យកព្រះកែវមរកតពីក្រុងវៀងច័ន្ទមកក្រុងធនបុរីដែលកាលនោះស្ថិតក្រោមរាជព្រះចៅតាក់ស៊ីនដោយយើងដឹងស្រាប់ហើយថាបន្ទាប់ពីរាជព្រះចៅតាក់ស៊ីនចៅពញាចក្រីឌួងដែលកំពុងមានកេរ្តិ៍ឈ្មោះល្បីល្បាញនោះក៏បានឡើងសោយរាជនៅប្រទេសសៀមបន្តដោយមាននាមខ្លីហៅថាស្ដេចរាមាទី1បាទស្ដេចរាមាទី1នេះបើតាមព្រះមរណនាមរបស់ទ្រង់គឺហៅថាព្រះពុទ្ធយោធហ្វាចូឡាលោកដែលជាអង្គក្សត្រទី1នៃរាជវង្សចក្រីបច្ចុប្បន្នតាំងពីស្ដេចសៀមរាមាទី1ឡើងសោយរាជមកព្រះកែវមរកតក៏ត្រូវបានតម្កល់នៅប្រទេសសៀមជាប់មករហូតដល់សព្វថ្ងៃពលគឺតម្កល់នៅវត្តព្រះស្រីរតនសាស្តារាមដែលសៀមហៅវត្តផាស៊ីរតនាសាស្តារាមក្នុងបរិវេណរាជវាំងក្រុងទេពមហានគរអមររតនកោសិននាទីក្រុងបាងកកបច្ចុប្បន្នប្រិយមិត្តជាទីមេត្រីចំពោះដំណើររឿងដែលព្រះកែវមរកតទៅដល់ប្រទេសសៀមនោះខ្ញុំសូមសង្ខេបខ្លឹមសារតែប៉ុណ្ណេះហើយនៅវីដេអូទី2ខ្ញុំនឹងលើកឡើងពីរតនវត្ថុដ៏ល្បីល្បាញចំនួន5ដែលសៀមបានប្លន់ពីក្រុងអង្គរតែក៏ត្រូវភូមាប្លន់យកបន្តទៀតនោះគឺរូបចម្លាក់សម្រិទ្ធខ្មែរទាំង5នៅទីក្រុងអមរាបុរៈនៃរដ្ឋមុនឌាឡៃសពថ្ងៃ